សូមជូនរឿងព្រេងខ្មែរអាទំលងប៉ាំពីសុនដានកាលពីព្រេងណីមានបុរសប្តីប្រពន្ធនាំគ្នាទៅសួរបងប្អូននៅភូមិព្រៃសណ្ដែកដាទៅប្រទះនឹងអាទំលងប៉ាំពីសន្តានកំពុងទៅទឹមគោភ្ជួរស្រែបុរសប្តីប្រពន្ធនោះសួរថាអ្នកអើយអ្នកផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្ដែកត្បិតខ្ញុំខានមកយូរឆ្នាំហើយមិនដឹងជាផ្លូវណាកាត់ទៅឲ្យត្រង់កោពីសំណួរម៉ែក្មេកគាត់ចែកឯអាស្នែងកន្ទែកអិលអញគាត់ឲ្យអញមិនលួយគោរបើអាណាមកទឹមទេឯបុរសប្តីប្រពន្ធដែលសួរផ្លូវនោះឮហើយនិយាយគ្នាថាញាក់នេះយឺនសួរផ្លូវគាត់និយាយពីគោហើយស្ដីគំរោះគំរើយឲ្យយឺនផងហើយគេយឺនកុំខ្ចីសួរវាយូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខានហើយក៏បណ្ដាគ្នាហួរទៅឯអាទំលងប៉ាំពីសន្តាននោះក៏ខំភ្ជួរស្រែមិនឈប់ដល់ពេលថ្ងៃជិតត្រង់ម៉ែទំលងជីប្រពន្ធក៏ទូលបាយទៅឲ្យប្តីបរិភោគលុះទៅដល់ក៏ដាក់ល្អីបាយក្រោមលប់ឈើនៅភ្លឺស្រែប្តីឃើញប្រពន្ធយកបាយមកឲ្យក៏ឈប់ភ្ជួរស្រែបរិភោគបាយនិយាយទាំងខឹងប្រាប់ប្រពន្ធថាមានបុរសប្តីប្រពន្ធបណ្ដាលគ្នាមកពីណាចោទប្រកាន់ថាឯងលួយគោវាឯគោមួយនឹមនេះប្រកាសជាម៉ែឪឯងចែកមកប្រពន្ធឃើញមាត់ប្តីនិយាយម្ហប់នឹកស្មានថាស្ដីឲ្យខ្លួនស្រាប់តែខឹងហើយឆ្លើយតបទៅវិញថាអញគិតថាប្តីមកភ្ជួរស្រែទាល់ថ្ងៃត្រង់ខំប្រញាប់ប្រញាល់ទូលបាយមកឲ្យស៊ីឥឡូវទៅជឿថាឯងមានសហាយឯងសហាយនឹងឈ្មោះអាណាក៏រកមុខឲ្យឃើញឯប្តីមិនទាល់តែពំបាយអស់មួយកូនល្អីប្រពន្ធថាអ្វីក៏មិនលឺផងលុះប្តីបរិភោគរួចប្រពន្ធក៏ត្រាស់យកល្អីប្តីសួរថាឯងមានការអ្វីឯផ្ទះបានជាប្រញាប់ម្លេះប្រពន្ធថាអញមុខជាប្រាប់ម៉ែឪអញមិនខានហើយក៏កណ្ដៀតល្អីត្រឡប់ទៅផ្ទះជួបនឹងម្ដាយនិយាយទាំងខឹងមុខក្រហមប្រាប់ម្ដាយថាកូនប្រសាម៉ែឯងវាល្អហើយខ្ញុំទូលបាយទៅឲ្យស៊ីដាក់ល្អីស្ទើរតែមិនទាន់វាស្ដីឲ្យខ្ញុំថាមានសហាយចំណែកម្ដាយនោះខឹងញ័រឡើងថាហងឯងដូចណាក់តេតោបានជាមុខក្រហមអញថាកូនថាចាយបានចាំផ្ទះឲ្យវាឥឡូវវាថាឯងលួចថ្នាំវាយកទៅដូរដងមេអន្តរធានឯងក្រោយកុំនិយាយដូចនេះមិនត្រូវទេសូម្បីតែថ្នាំមួយឆ្នុកក៏អញមិនលួចយកផងបើទុកជាអញយកមែនម្ដាយនឹងកូនមិនត្រូវហងឯងពោលឲ្យអញខ្មាស់គេទេចាំហងឯងមកអញប្រាប់ឲ្យជេរវាប្រដៅហងឯងមិនខានលុះយូរបន្តិចប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យគោក្របីចូលស៊ីសំណាបសន្ទូងប្រពន្ធនិយាយប្រាប់ប្តីថាកូនស្រីយើងវាយកបាយទៅឲ្យប្តីខ្ញុំចាំផ្ទះឲ្យវាលុះមកវិញវាថាខ្ញុំជាម្ដាយលួចថ្នាំវាដូរដងខ្ញុំខឹងណាស់ប្តីស្ដាប់មិនឮខឹងនឹងប្រពន្ធក៏ជេរថាមេចៅក្រហើហងអញប្រច័ណ្ឌអញអីម្លេះអញមានស្លៀកពាក់តែងទូដើរលេងចង់ស្រីឯណាអញទៅកាប់ឈើធ្វើបង្គោលរបងទេតោអញអត់ទាំងម្ដងនេះក្រោយបើហងឯងនៅតែស្ដីប្រច័ណ្ឌអញទៀតមុខជាអញធាក់ឲ្យដួលទាំងចំហមិនខានហាមប្រពន្ធហើយបរិភោគបាយរួចទៅចង់សន្ទូចបានត្រីត្រឡប់មកផ្ទះវិញវេលាថ្ងៃល្ងាចប្រពន្ធក៏ធ្វើត្រីស្លអាំងឲ្យប្តីបរិភោគខ្លះរំលែកទុកព្រឹកខ្លះដើម្បីនឹងធ្វើសម្រាប់យកទៅប្រគេនលោកកូននិងកូនប្រុសតូចម្នាក់ឲ្យនៅរៀនអក្សរជាមួយនឹងលោកបងនោះលុះព្រឹកឡើងម្ដាយដាំបាយដួសដាក់ចានមានម្ហូបពីល្ងាចស្រាប់ទូលយកទៅដល់គុតប្រគេនលោកកូនហើយនិយាយថាខ្ញុំព្រះករុណារលឹកលោកកូនណាស់មួយទៀតប្អូនតូចវារៀនអក្សរក្រាន់បាទេលោកកូននោះប្រាប់ថាចម្រើនពរញោមអាត្មាសពថ្ងៃនេះកំពុងស្រឡាញ់សើភ្នោះណាស់អាត្មាមិនសឹកទេម្ដាយក៏ហៅកូនតូចដែលនៅបម្រើលោកបងថាអានាងលាលោកបងទៅផ្ទះនឹងម្ដាយបានមួយថ្ងៃសិនត្បិតពុកអញរលឹកណាស់កូនតូចឆ្លើយប្រាប់ម្ដាយថាត្រីងៀតលោកបងនៅពីកន្ទុយទុកនៅគុតពេលល្ងាចខ្ញុំយកពីចម្រៀតដុតស៊ីបាយដែលសល់ពីលោកឆាន់ពេលព្រឹកនោះឯលោកសង្ឃដែលគង់នៅជិតគុតទាំងអស់ប្រមាណបានលឺម្ដាយនឹងកូននិយាយតែដោយខ្លួន
មិនទទួលសម្រងគ្នាដូចនេះឡើយលោកទាំងអស់ទប់ពុំបានទៅសាយត្រហឹងអឹងអាប់ឡើងឧបាសិកានោះក៏សម្ពាក់លាលោកកូនត្រឡប់មកដល់ផ្ទះវិញហើយលុតចិនទុងជូនបុណ្យដល់ប្តីថាខ្ញុំជូនបុណ្យអ្នកផងប្តីឆ្លើយថាអញឃើញបាយសម្លខអាំងភ្យូទុកនៅសង្រែកអញស៊ីអស់ទៅហើយប្រពន្ធក៏មើលមុខប្តីមើលមុខប្រពន្ធពព្រឹកភ្នែកម៉ក់ធ្វើវាហឺតែដោយខ្លួនលុះយូរបន្តិចស្រាប់តែប្អូនស្រីបង្កើតខាងប្តីនៅភូមិដតីឆ្ងាយមកដល់បានផ្លាយពងរមួយផណ្ឌិលនិងស្លឹកប្រស្វាមួយសំណុំមកផ្ញើបងនិយាយសួរបងថាបងបានភ្ជួររះដកស្ទូងបានស្រែប៉ុន្មានហើយបងទាំងពីរប្តីប្រពន្ធឆ្លើយប្រាប់ទៅប្អូនស្រីវិញថាហង្សល្មមទុកដាក់ឲ្យវាមានប្តីទៅចុះតែហង្សមើលកុំឲ្យតែចេះលេងបៀផឹកស្រាជូអាភៀនប្អូនស្រីស្ដាប់មិនលឺទៀតក៏ប្រាប់ទៅបងទាំងពីរនាក់ថាខ្ញុំស្ដាយត្រឡែកខ្ញុំមួយទ្រឿងណាស់កំពុងតែផ្កាក្តឹបតូចស្រាប់តែមេជ្រូកវាទៅឈ្មោះគោដេកងាប់អស់បងទាំងពីរនាក់ថាហង្សល្មមទៅផ្ទះក៏ទៅចុះល្ងាចណាស់ហើយក្រែងកូនវាយំរកប្អូនស្រីនោះក៏ត្រឡប់ទៅផ្ទះវិញព្រោះអ្នកទាំង7នាក់គឺបុរសស្ត្រីប្តីប្រពន្ធម្ដាយឪពុកលោកភិក្ខុកុមារជាកូននិងប្អូនស្រីសុទ្ធតែថ្លង់និយាយមិនចុះសម្រុងគ្នាបានជារឿងនេះគេហៅថារឿងទំលុង7សន្តាន